អញ្ជើញបរិជនជាតិខ្មែរម្នាក់ពាក់ព័ន្ធនឹងការបង្ហោះវីដេអូដាក់ logo នគរបាលក្រុងកំពង់សោមលើកម្មវិធី TikTok កាលពីថ្ងៃទី30 ខែមីនា ឆ្នាំ 2025 មានគណនី TikTok មួយបានបង្ហោះវីដេអូដោយដាក់ logo របស់អធិការដ្ឋាននគរបាលក្រុងកំពង់សោមនៅលើ profile កម្លាំងនគរបាលព្រហ្មទណ្ឌបានសហការជាមួយនឹងអធិការដ្ឋាននគរបាលក្រុងកំពង់សោមបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី3 ខែមេសា ឆ្នាំ 2025 វេលាម៉ោង 21:00 នាទីកម្លាំងសមត្ថកិច្ចបានហៅបរិសុទ្ធខាងលើនៅម្ដុំដើមឈើចាំស្នែសង្កាត់បាត់ត្រាក្រុងកំពង់សោមខេត្តព្រះសីហនុយកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបរិសុទ្ធខាងលើនោះមានឈ្មោះច្រឹក BL ភេទប្រុសអាយុ 16 ឆ្នាំជាកម្មករទឹកស្អាតមានទីលំនៅនៅក្នុងភូមិទួលឃុំទឹកល្អកស្រុកព្រៃនប់ខេត្តព្រះសីហនុវត្ថុតាងរួមមានទូរស័ព្ទដៃ iPhone ពណ៌ទឹកប្រាក់ចំនួន1គ្រឿងម៉ូតូ Honda Trim C125 បំពាក់ស្លាកលេខព្រះសីហនុ 1L0972 ចំនួន1គ្រឿងបរិសុទ្ធខាងលើបានរៀបរាប់ឲ្យដឹងថានៅក្នុងខែមករាឆ្នាំ 2024 គាត់បានបង្កើតគណនី TikTok មានឈ្មោះថារុំដោយដាក់រូបគាត់នៅក្នុង profile បន្ទាប់មកក៏បានយកវីដេអូសកម្មភាពរបស់កងកម្លាំងចូលធ្វើការយកមកបង្ហោះក្នុងគណនី TikTok របស់គាត់នៅថ្ងៃទី30 ខែមីនា ឆ្នាំ 2025 ក៏បានយក logo របស់នគរបាលក្រុងកំពង់សោមដាក់លើ profile របស់ខ្លួនហើយថតវីដេអូជាមួយមិត្តភ័ក្តិដោយសម្ដែងដូចជាសកម្មភាពក្រុមសមត្ថកិច្ចចូលបង្ក្រាបបទល្មើសដោយបញ្ចេញនៅលើគណនី TikTok ដោយគ្រាន់តែមានគោលបំណងផុសលេងព្រោះស្រឡាញ់ចង់ធ្វើជាកងកម្លាំងនគរបាលនាពេលអនាគតសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking Newsចុច like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ